ដោយសារមុខអាក្រក់នាងមិនដែលស្គាល់ប្រុសទេតែបែរជាមានអារម្មណ៍តែក្រោយថើបគ្នាបាន3នាទីសាកសពប្រុសនោះស្រាប់តែមានប្រតិកម្មនាងមិនបានចាប់អារម្មណ៍នោះទេស្មានថាដេកជាមួយសាកសពមិនអីពោះក៏កាន់តែធំទៅបើឲ្យគេទៅស៊ើបប្រវត្តិទើបដឹងរឿងដ៏គួរឲ្យភ្ញាក់ផ្អើលថានាងបានដេកជាមួយសាកសពនៅក្នុងរោងបុណ្យដំណឹងនេះធ្វើឲ្យគ្រួសារទាំងមូលអាម៉ាស់មុខខ្លាំងណាស់ពេលលោកយាយបានឃើញវីដេអូកាមេរ៉ាគាត់ស្ទើរតែកង់បេះដូងក្តាររំឈូសតែបែរជាមានគេដុតធូបសម្រាប់ក្បែរនោះស៊ូថាងហិតហើយក៏ប្លែកក្នុងខ្លួនឯប្រធានវិញក៏ទ្រាំមិនបានលែងខ្វល់ថាខ្លួនកំពុងធ្វើពុតជាស្លាប់ក៏ចាប់នាងដឹងថាគេឲ្យនាងរៀបការជាមួយសាកសពនាងចង់បដិសេធដែរតែគិតខ្លួនឯងមុខអាក្រក់យកប្តីសាកសពក៏បានដែរពួកបងថ្លៃឃើញនាងអញ្ចៅក៏បកស្រាយថាគេគ្រាន់តែខ្លាញ់ស្លាប់ដើម្បីរកជួននៅតែមិនស្គាល់គ្នាដែរស្មានថាទើបជួបលើកដំបូងពេលញ៉ាំបាយល្ងាចលោកយាយប្រកាសថាយ៉ានចៅដឹងថានាងមានផ្ទៃពោះហើយគ្រប់គ្នាភ្ញាក់ផ្អើលខ្លាំងណាស់ចោទថានាងជាស្រីមិនល្អទើបជប់ផ្ទះមិនទាន់បានក៏មានកូនជាប់មកជាមួយប្រកាសជាកូនរបស់ប្រុសណាមិនខាននាងខ្លួនឯងក៏ឆ្ងល់ដែរព្រោះមិនដែលប៉ះដៃប្រុសណាផងមានតែម្ដងគត់គឺយល់សពថាដេកជាមួយសាកសពមិននឹងអាចមានកូនកើតស្មានថាយាយនឹងដេញនាងចេញតែយ៉ានចៅបែរជាជួយនិយាយឲ្យនាងស្នាក់នៅសិនព្រោះគេជឿជាក់លើនាងតែលួចបញ្ជាកូនចៅឲ្យស៊ើបរកនាងកាន់តែធំកូនស្រីឃើញភ្លាមគេរំភើបចិត្តយ៉ាងខ្លាំងព្រោះរកឃើញមនុស្សស្រីយប់នោះហើយចឹងកូនក្នុងពោះស៊ូថាងជារបស់ខ្ញុំតើល្អណាស់ខ្ញុំខ្លាចជាឪពុកគេហើយតែគ្មានអ្នកណារវល់ដែរសំណាងល្អតែប្តីមកតាន់